រថយន្តខ្លះនៅពេលដែលយើងត្រូវការវាស្ទុះរហ័សជន់បានតែបែរជារថយន្តទាំងនោះរត់បែបមួយធម្មតាតាមដំណើរទៅវិញហើយរថយន្តខ្លះទៀតនៅពេលដែលយើងត្រូវការវារត់បែប smooth រលូនតាមស្រួលក៏ប៉ុន្តែបែរជាស្ទុះកញ្ឆក់យកតែម្ដងមិនតម្រូវកលៈទេសៈបើកបរតទៅសោះអញ្ចឹងសួរថាធ្វើបែបមិនទៅពីព្រោះថាលក្ខខណ្ឌបើកបរពីកន្លែងមួយទៅកន្លែងមួយនិងពីមនុស្សម្នាក់ទៅមនុស្សម្នាក់គឺមិនដូចគ្នានោះទេដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ Drive Mode ឬក៏ Mode បើកបរគឺជាបច្ចេកវិទ្យាថ្មីមួយប្រើប្រាស់ដើម្បីធ្វើការផ្លាស់ប្ដូរចរិតលក្ខណៈដំណើរការនៃការបើកបរទៅតាមតម្រូវការអ្នកបើកបរនិងលក្ខខណ្ឌបើកបរជាក់ស្ដែងវាធ្វើការកំណត់បញ្ជាទៅលើប្រព័ន្ធគ្រប់គ្រងលំនឹងនិងប្រព័ន្ធចាប់សញ្ញាកង់រអិលបញ្ជាទៅលើបដកម្មឆ្លើយតបរបស់ទូហ្គានិងបញ្ជាទៅលើការគ្រប់គ្រងរយៈពេលក្នុងការផ្លាស់ចូលលេខនៃមុខងាររបស់ប្រអប់លេខជាដើមតួយ៉ាងដូចជា Ford Territory Titanium X Model ឆ្នាំ2026មួយគ្រឿងនេះគឺមានបំពាក់ជូននៅ Drive Mode ឬក៏ Mode បើកបរចំនួន4 Mode ផ្សេងគ្នាទី1គឺ Normal Mode ឬក៏ Mode ធម្មតា Mode ធម្មតាជា Mode តម្រូវការបើកបរប្រចាំថ្ងៃវាធ្វើឲ្យមាននៅតុល្យភាពដ៏ល្អប្រសើររវាងការបំផុសនៅអារម្មណ៍សប្បាយរីករាយក្នុងពេលបើកបរការផ្ដល់ជូននៅផាសុកភាពក្នុងពេលធ្វើដំណើរនិងភាពងាយស្រួលក្នុងការគ្រប់គ្រងរថយន្តទី2គឺ Eco Mode ឬក៏ Mode សន្សំសំចៃ Mode សន្សំសំចៃសម្រាប់តម្រូវការបើកបរបែបសុភាពទន់ភ្លន់និងសន្សំសំចៃប្រេងម៉ូដនេះជួយបន្ទន់ឥរិយាបថបើកបររបស់រថយន្តដើម្បីរក្សាឲ្យបាននូវប្រសិទ្ធភាពនៃកម្រិតស៊ីប្រេងឲ្យកាន់តែតិចជាងមុននិងបង្កើនរយៈចម្ងាយបើកបរទី3 Sport Mode ឬក៏ Mode Sport Mode Sport ជា Mode សម្រាប់តម្រូវការសន្ទុះឬការបង្កើនល្បឿនឲ្យទាន់ចិត្តនិងទាន់តាមតម្រូវការ Mode នេះជួយបង្កើនកម្រិតប្រតិកម្មនៃ performance របស់រថយន្តកែតម្រូវរយៈពេលនៃការចូលលេខដើម្បីសម្រេចឲ្យបាននូវការបង្កើនល្បឿនឲ្យកាន់តែរហ័សនិងលឿនជាងមុនទី4គឺ Trail Mode ឬក៏ Mode Off-road ឈប់ Mode Off-road Ford Territory Titanium X Model ឆ្នាំ2026គឺជាប្រភេទ Compact Crossover ប្រើប្រព័ន្ធបញ្ជូនកម្លាំង Front Wheel Drive គឺប្រើនៅប្រព័ន្ធបើកបរកង់ពីរផ្នែកខាងមុខចំណែកឯកង់ខាងក្រោយជាកង់ដែលអស់តាមកង់ខាងមុខតែប៉ុណ្ណោះក៏ប៉ុន្តែជាមួយនឹង Mode Off-road វានៅតែមានសមត្ថភាពក្នុងការឆ្លងកាត់ផ្លូវពិបាកមួយចំនួនបានយ៉ាងងាយនិងមានទំនុកចិត្តដូចជាផ្លូវដានកង់ផ្លូវគ្រួឬក៏ផ្ទៃដីរដេបរដប់មិនរាបស្មើជាដើមតាមរយៈការរក្សាឲ្យបាននៅ momentum ឬបរិមាណចលនារបស់រថយន្តនិងស្ថិរភាពបើកបរនៅលើផ្លូវ off-road កម្រិតស្រាលក៏ប៉ុន្តែគ្រប់ពេលដែលត្រូវការប្រើ drive mode ត្រូវស្លាយអេក្រង់រហូតមែនអត់បាទមិនចាំបាច់ក៏បានយើងអាចប្រើប៊ូតុង shortcut ជំនួសក៏បានជាប៊ូតុងសញ្ញារូបផ្កាយនៅលើដៃចង្កូតយ៉ាងណាមិញយើងត្រូវធ្វើការកំណត់នៅលើអេក្រង់កំសាន្ត touch screen ជាមុនសិនដោយជ្រើសយកពាក្យថា vehicle setting ចុចយក body setting បន្ទាប់មកយកពាក្យថា custom រួចជ្រើសយកពាក្យថា drive mode ជាការស្រេចលោកអ្នកអាចប្រើប៊ូតុងផ្កាយដើម្បីចុចបដូរ drive mode ផ្សេងៗគ្នានៅលើដៃចង្កូតយ៉ាងងាយស្រួលតែម្ដង mode បើកបរទាំងអស់នេះបាត់បែនចរិតលក្ខណៈនៃការបើកបរទៅនឹងរបៀបរស់នៅឬក៏ lifestyle និងលក្ខខណ្ឌបើកបរផ្សេងគ្នាមិនថាការបើកបរជាទូទៅប្រចាំថ្ងៃការបើកបរនៅក្នុងទីក្រុងជាទីក្រុងដំណើរកម្សាន្តផ្លូវឆ្ងាយឬក៏បើកបរបែប sport រហ័សនិងតទៅជាមួយនឹងការបើកបរផ្លូវពិបាកនោះទេគឺសម្រាប់បានគ្រប់បែបនិងគ្រប់ style តែម្ដងអញ្ចឹងថាតើ mode បើកបរមួយណានៅក្នុងចំណោម mode បើកបរទាំង4ស័ក្តិសមទៅនឹងរបៀបរស់នៅឬក៏ lifestyle របស់លោកអ្នក